កាលពីយូរលង់ណាស់មកហើយមានព្រះរាជាណាចក្រមួយដ៏រុងរឿងនិងមានសន្តិភាពខ្លាំងណាស់ទីក្រុងនេះត្រូវបានការពារដោយរតនវត្ថុដ៏ស័ក្តិសិទ្ធិមួយនៅទីនោះមានព្រះរាជបុត្រវ័យក្មេងមួយព្រះអង្គព្រះនាមខេមរាដែលពោពេញដោយសេចក្តីក្លាហានព្រះអង្គជាសេចក្តីសង្ឃឹមតែមួយគត់នៃនគរនៅក្រោមប្រាសាទដ៏អាតកំបាំងដំរីសដ៏ស័ក្តិសិទ្ធិមួយក្បាលកំពុងសម្រានលក់ជាអ្នកថែរក្សាត្បូងពេជ្រនៃពន្លឺដែលផ្ដល់ជីវិតដល់នគរប៉ុន្តែសេចក្តីសុខមិនស្ថិតស្ថេរឡើយអាធ្មប់ស្រមោលដ៏កំណាចបានចូលមកដល់វាចង់បានត្បូងពេជ្រដើម្បីគ្រប់គ្រងពិភពលោកសង្គ្រាមបានផ្ទុះឡើងមេទ័ពវរៈបានប្រយុទ្ធយ៉ាងក្លាហានប៉ុន្តែមិនអាចទប់ទល់នឹងមន្តអាគមខ្មៅបានឡើយដំរីសនិងត្បូងពេជ្រត្រូវបានលួចយកទៅមួយរំពេចនោះព្រះរាជាណាចក្រទាំងមូលត្រូវបានគ្របដណ្ដប់ដោយភាពងងឹតពន្លឺបានរលត់ព្រះរាជបុត្រខេមរាសម្លឹងមើលនគររបស់ព្រះអង្គដោយទឹកភ្នែកមេទ័ពវរៈដែលរងរបួសបានប្រគល់ក្រមាដ៏ស័ក្តិសិទ្ធិជូនទ្រង់និងប្រាប់ឲ្យទៅតាមរោគត្បូងនោះមកវិញដោយមានតែក្រមារបស់លោកគ្រូនៅនឹងចង្កេះទ្រង់បានសម្រេចចិត្តចាកចេញពីវាំងតែម្នាក់ឯងដំណើរបានចាប់ផ្ដើមព្រះរាជបុត្រត្រូវធ្វើដំណើរឆ្លងកាត់ព្រៃដ៏ជូរចត់ដែលពោពេញដោយជាតិពុលនិងគ្រោះថ្នាក់រំពេចនោះស្រមោលចម្លែកបានលេចចេញមកក្រមាដ៏ស័ក្តិសិទ្ធិបានបញ្ចេញពន្លឺដ៏កក់ក្ដៅវាជាអំណាចនៃភាពស្មោះត្រង់ពន្លឺនោះបានដេញស្រមោលចម្លែកឲ្យរលាយបាត់អស់ខេមរាធ្វើដំណើរមកដល់ច្រកភ្នំដ៏ជ្រៅនៃម្ខាងទៀតដោយការប្រុងប្រយ័ត្នព្រះរាជបុត្រក៏តោងជញ្ជាំងថ្មដ៏រអិលឡើងទៅទឹកភ្លៀងបានធ្លាក់មកធ្វើឲ្យដំណើរនេះកាន់តែលំបាកខ្លាំងទីបំផុតព្រះអង្គបានមកដល់បន្ទាយរបស់អាបធ្មប់វាជាកន្លែងដ៏គួរឲ្យខ្លាចខ្លាំងណាស់នៅខាងក្នុងខេមរាបានឃើញដំរីសត្រូវបានចងដោយច្រវាក់មន្តអាគមខ្មៅត្បូងពេជ្រកំពុងបញ្ចេញពន្លឺខ្សោយខ្សោយខេមរាទ្រង់បានលួចយកត្បូងពេជ្រនោះបានហើយប៉ុន្តែស្រមោលអាបធ្មប់បានដឹងទាន់វាសើចចំអកនិងបំរុងនឹងវាយប្រហារដាក់ព្រះរាជបុត្រប៉ុន្តែខេមរាទ្រង់មិនខ្លាចឡើយព្រះអង្គយកត្បូងពេជ្រនោះទៅដាក់លើថ្ងាសរបស់ដំរីសចាប់ផ្ដើមចេញពន្លឺដ៏មហិមាផ្ទុះចេញមកអំណាចនៃសេចក្តីស្រឡាញ់និងភាពស្មោះត្រង់បានបំផ្លាញមន្តអាគមខ្មៅរបស់អាបធ្មប់ឲ្យរលាយបាត់អស់ព្រះរាជបុត្រខេមរាក៏ជិះលើខ្នងដំរីសត្រឡប់ទៅនគរវិញសេចក្តីងងឹតបានរលាយបាត់ទៅជំនួសដោយពន្លឺដ៏ត្រចះត្រចង់នៃថ្ងៃថ្មីនគរទាំងមូលបានរស់ឡើងវិញម្ដងទៀតការគ្រប់ទិសទីរីកស្គុះស្គាយឡើងសេចក្តីសង្ឃឹមរបស់ជនជាតិបានសង្គ្រោះប្រទេសជាតិមានសន្តិភាពជារៀងរហូតតទៅ